អនុញ្ញាតគោរពជំរាបសួរបងប្អូនប្រិយមិត្តតាមបណ្ដាញសង្គម YouTube ជាទីស្នេហាបងប្អូនណាថ្ងៃនេះគឺថ្ងៃសុក្រទី28ខែមិនិនាឆ្នាំ2025បងប្អូនណាខ្ញុំបាទសូមថតវីដេអូតាក់ទងទៅនឹងការបង្ហាញស្មៅដើម្បីចែករំលែកឲ្យបងប្អូនបានទស្សនាទាំងអស់គ្នាបងប្អូនណាហើយស្មៅដែលខ្ញុំកំពុងតែថតនេះគឺជាប្រភេទស្មៅបារាំងបងប្អូនមួយចំនួនធំដែលគាត់ឆ្លាញ់ទៅលើវិស័យចិញ្ចឹមគោចិញ្ចឹមក្របីឯនេះគឺគាត់បានស្គាល់ហើយបងប្អូនណាតែថ្ងៃនេះគឺខ្ញុំបានសូមថតដើម្បីចែករំលែកឲ្យបងប្អូនទស្សនាលេងគ្រាន់កំសាន្តភ្នែកទេបងប្អូនណាហើយស្មៅនេះគឺខ្ញុំទើបទៅបូមទឹកផលិតបានប្រហែលជា10ថ្ងៃជាងបងបាន10ថ្ងៃជាងខ្ញុំព្រីកជីបងប្អូនការវគ្គមុនខ្ញុំកាត់ហើយគឺខ្ញុំដាក់អាចក្បីគោយើងដាក់ពង្រាយវាហើយពេលខ្ញុំកាត់អនគឺខ្ញុំនេះខ្ញុំមកបូមទឹកផលិតខ្ញុំព្រីកជីរ៉េងបងណាឥឡូវនេះគឺឃើញល្អមែនតើបងល្អមែនតើហ្មងសម្រាប់បងប្អូនដែលមានដីទំនាបហើយនេះគឺបងប្អូនអាចដាំស្មៅបារាំងបានបងណាបងប្អូនគឺខ្ញុំចង់ប្រកបបងប្អូនដាំស្មៅបារាំងដោយសារស្មៅវាល្អងាយដាំបងនេះគឺគ្មានទឹកទេបងណាទៅរីកអស់នេះដោយសារខ្ញុំបូមឡើងពីបៀក្បែរខ្ញុំបងណាបៀខាងនោះឥឡូវរីកអស់ហើយរីកខ្ញុំដើរអានឹងគឺគ្មានទឹកទេបងនេះឥឡូវគឺល្អណាស់នឹងគឺខ្ញុំកាត់ឲ្យស៊ីផ្ដាប់ទេបងណាគឺវគ្គ2និងវគ្គ2បងប្អូនល្អណាស់បងប្អូនល្អមែនតើតែម្ដងហើយសម្រាប់ស្មៅនេះគឺខ្ញុំដាំតិចដែរទៅបងគឺដាំច្រើនដាំមកល្មមផ្ទៃដីបងប្រហែលជា7 8 អាបងមិនច្រើនទេដីខ្ញុំចិត្តផ្ទះមានតែប៉ុណ្្នឹងបងណាក្រៅផ្ទះគឺមានតែប៉ុណ្្នឹងទេគឺខ្ញុំដាំតែប៉ុណ្្នឹងអូមែនបងហើយល្អណាស់ហើយសម្រាប់ផ្ទះរបស់ខ្ញុំបាទនោះគឺមានស្រុកកំណើតនៅខេត្តស្វាយរៀងបងប្អូនខេត្តស្វាយរៀងស្រុកស្វាយទាបបងណាដែលជាស្រុកកំណើតផ្ទាល់របស់ខ្ញុំបាទតែម្ដងអូណាស់បងប្អូនហើយបងប្អូនមើលលេងទេបងណាមើលលេងមើលកំសាន្តភ្នែកទេខ្ញុំចែកលេបងប្អូនមើលទេហើយឡើងទ្រុំបងប្អូនឡើងទ្រុំនេះអូពេកបងប្អូនហើយឡើងទ្រុំតែម្ដងអូពេកបងដួលនេះតន់ធ្វើឡើងទៅបងនេះតន់ធ្វើឡើងទេតែទឹកទៅដល់បងទឹកទៅដល់តែណាទឹកដល់អូមែនតើនេះរៀងខ្លីៗទៀតបងនេះរៀងខ្លីៗបន្តិចនេះស្មាននេះបើសិនបើកក់ខែមកមេជោគជាប់នេះគឺអេមែនតើបងគឺវាបានទឹកមករៀងសពនេះបងខ្ញុំបូមរីងអស់នេះខ្ញុំបូមទឹកបៀក្បែរបងណាបាទវីដេអូសម្រាប់ថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងបងណាគឺខ្ញុំបានចង់ចែកម្លែកទៅនឹងស្មៅជូនបងប្អូនយើងទស្សនាកំសាន្តភ្នែកបងណាល្អមែនបងល្អមែនតើនេះក៏មុនដាំវល់បងមុនដាំវល់ឥឡូវគឺល្អមែនតើបងបែកកូនបែកញឹកពេតែម្ដងបងណានឹងអរគុណច្រើនបងណាជម្រាបលាបងប្អូនជួបជុំបាននៅវីដេអូក្រោយ